តោះយើងមកដឹងសាច់រឿងបន្តទៀតនៅក្នុងភាគទី150នៃរឿងកុយអមតៈធានីដែលសាច់រឿងដំបូងយើងឃើញលីជាន់គេបានងាកមកមើលវ៉ាងលីនដោយនិយាយថាលោកបងស៊ូខ្ញុំមិនមែនអាក្រក់ដោយលោកបងគិតទេការជួបគ្នានេះគឺវាពិតជាគម្រោងរបស់ខ្ញុំមែនប៉ុន្តែវាក៏ជានិស្ស័យដែរយើងឃើញកែភ្នែកវ៉ាងលីនក៏ប្រែមកជាត្រជាក់តែស្អីគេនៅលើកំពូលភ្នំនេះឯប្រកាសលីជាន់គេបានងាកមើលទៅទីឆ្ងាយនិងតបថាលោកម្ចាស់របស់ខ្ញុំគឺនៅទីនោះយើងឃើញរកពាគេនៅពេលនេះគឺខុសគ្នាឆ្ងាយការដែលគេមកលើភ្នំនេះដំបងតែម្ដងរួចគេនិយាយដោយសន្ទន់ទៀតថាជាមួយនឹងកម្លាំងវឹកហាត់លោកបងប៉ុណ្ណេះលោកបងនឹងមិនអាចចាក់ចេញពីភ្នំនេះដោយគ្មានការអនុញ្ញាតពីខ្ញុំបានឡើយវ៉ាងលីនលើហើយគេតបយ៉ាងខ្លីថាដោយសារតែក្បួនត្រាហាមឃាត់ផ្កាគេសិលទាំង18នឹងមែនយើងក៏ដឹងតិចតួចពីវាខ្លះដែរលីយ៉នលើហើយគេភ្ញាក់មែនតើណាអត់ fake ទេរួចគេតបថាទោះបីជាមានមនុស្សមិនសូវច្រើនស្គាល់ក្បួននេះតែក៏មិនមែនមានន័យថាអត់មានអ្នកដឹងពីវាដែរអញ្ចឹងហើយវាមិនចម្លែកទេដែលលោកបងស៊ូដឹងនោះវ៉ាងលីនសើចអូអញ្ចឹងការពិតគឺឯងពិតជាបានប្រើក្បួនត្រាហាមឃាត់នេះមែននិយាយចប់វ៉ាងលីនក៏បានបញ្ចេញនៅអាយ៉ងរបស់គេមកដែលឲ្យវាដើរទៅលើលំហដើម្បីបើកច្រកចាក់ចេញពីភ្នំនេះបន្ទាប់មកវ៉ាងលីនមើលទៅលីយ៉ននិងនិយាយទាំងស្មាថាទីនេះមិនអាចឃុំយើងបានឡើយយើងឃើញទឹកមុខលីយ៉នក៏រៀងប្រែមកកញើស្ងាត់បន្តិចទើបគេតបថាមើលទៅខ្ញុំពិតជាមើលស្រាលលោកបងមែនតែយ៉ាងណាទោះលោកបងមានអាយ៉ងនិយាយមិនទាន់នឹងចប់ផងវ៉ាងលីនក៏បានបញ្ចេញនៅកម្លាំងធម្មពលដែលលីងធានហួរដែលនៅសល់មួយចុងក្រោយចេញមកទៀតនិងបន្ថែមថាចុះបើយើងបន្ថែមអានេះមួយទៀតមិនដែរទីបំផុតយើងក៏ឃើញលីជាន់គេបិទភ្នែកដោយអស់អីតបតែម្ដងទៅបើលោកបងស៊ូបែបនេះទៅហើយខ្ញុំសន្មតថាលោកបងប្រហែលជាគិតថារង្វាន់នៅមិនទាន់គ្រប់គ្រាន់នៅឡើយអញ្ចឹងសូមលោកបងបញ្ជាក់ឲ្យច្បាស់ហ្មងទៅថាលោកបងចង់បានអីទៀតវ៉ាងលីនលើហើយគេរៀបភ្ញាក់ផ្អើលបន្តិចពីព្រោះម្នាក់លីជាន់នេះគេឆ្លាតគ្រាន់បើដែលគេអាចយល់ពីអត្ថន័យដែលវ៉ាងលីនផ្ទាល់ចង់បានអីហើយមូលហេតុដែលវ៉ាងលីនគេដកធម្មពលដែលលីងធានហួរចេញមកនឹងគឺចង់ឲ្យលីជាន់និយាយពាក្យទាំងអស់នេះឯងដែលមិនចាំយូរវ៉ាងលីនក៏ឆ្លើយថាយើងចង់បានវិធីសាស្ត្រនៃក្បួនត្រាហាមឃាត់ការគេសិលទាំង18របស់ឯងវ៉ាងលីនដឹងថាក្បួនត្រាហាមឃាត់នេះគឺល្បីល្បាញខ្លាំងណាស់កាលពីបុរាណកាលប៉ុន្តែវាត្រូវបានគេរក្សាទុកយ៉ាងសម្ងាត់បើសម្រាប់អ្នកក្រៅគឺពួកគេនឹងមិនបានរៀនតែម្ដងរីឯសម្រាប់ពួកកូនសិស្សវិញវានៅអាស្រ័យលើឋានៈទៀតហើយពួកគេរៀនបានត្រឹមតែក្បួនត្រាហាមឃាត់ការគេសិលចំនួន9តែប៉ុណ្ណោះមានតែគ្រូទេទើបអាចរៀនរហូតដល់ការគេសិលទាំង18បានហើយមូលហេតុនេះឯងទៅវ៉ាងលីនគេតាមពួកគេមកដល់ទីនេះនោះគឺមកដើម្បីក្បួនត្រាការគេសិលទាំង18នឹងបើលីជាន់ឲ្យឬមិនឲ្យវ៉ាងលីនក៏អត់បង្ខំដែរគេនឹងចាក់ចេញទៅវិញភ្លាមណាមួយលីជាន់នេះគឺគេអាចកំបាំងមែនតែនសូម្បីតែវ៉ាងលីនផ្ទាល់ក៏គេអត់ប្រកាសដែរថាកម្រិតវឹកហាត់របស់គេនៅត្រឹមទី7ដំណាក់កាលចុងក្រោយកំពូលនោះលីយ៉នឈរគិតមួយសន្ទុះរួចញញឹមលោកបងត្រូវការត្រឹមការគេសិលទាំង18ឯងប្រសិនបើលោកបងស៊ូចាប់អារម្មណ៍វាអញ្ចឹងខ្ញុំមានតែយល់ព្រមបន្ទាប់មកគេក៏បានយកបន្ទះគុជមួយមកបញ្ចូលព័ត៌មាននិងបោះទៅឲ្យវ៉ាងលីនគេបន្តទៀតថានេះគឺជាក្បួនត្រាហាមឃាត់ការគេសិលចំនួន13ហើយខ្ញុំនឹងឲ្យលោកបង5បន្ថែមទៀតបន្ទាប់ពីយើងឡើងទៅលើភ្នំរួចចំណែកកើហុងគឺនាងស្ងាត់ឲ្យឆឹងតែម្ដងលីយ៉នក៏និយាយទៀតថាលោកបងខ្ញុំមិនមែនចេះតែក្បួនត្រាហាមឃាត់នេះមួយទេតែលោកបងដឹងពីក្បួនត្រាហាមឃាត់អស្ចារ្យទាំង4អត់មានពាក្យចាមរាមថានៅពេលដែលពិភពលោកត្រូវបានបង្កើតឡើងច្បាប់នៃពិភពលោកនឹងក៏កើតមកតាមដូចគ្នាហើយកំឡុងពេលយូរណាស់ទៅហើយច្បាប់នឹងដដែលក៏ត្រូវបានបំបែកទៅជា9ផ្នែកមួយក្នុងចំណោមនឹងគឺជាក្បួនត្រាហាមឃាត់នេះឯងកាលពីយូរលង់មែនទែនក្បួនត្រានេះក៏វាមានថ្នាក់របស់វាទៀតដែលមានដូចជាថ្នាក់មេឃថ្នាក់ដីថ្នាក់អាកំបាំងនិងថ្នាក់លឿងលីយ៉ននិយាយបណ្ដាដើរឡើងលើកំពូលភ្នំបណ្ដាដែលមិនងាកមើលវ៉ាងលីននោះទេលីយ៉នក៏បានបន្ថែមទៀតថាតែយ៉ាងណាវានៅមានមួយថ្នាក់ទៀតនៅពីលើទាំង4នេះវាគឺជាថ្នាក់លំហបន្ទាប់មកថ្នាក់លំហនឹងក៏ត្រូវបានបំបែកទៅជាក្បួនត្រាហាមឃាត់អស្ចារ្យទាំង4ដែលខ្ញុំសួរលោកបងនៅខាងលើនឹងឯងហើយនៅលើភ្នំនេះគឺមានក្បួនត្រាហាមឃាត់បំផ្លាញដែលជាមួយប្រភេទនៃក្បួនត្រាហាមឃាត់ថ្នាក់លំហគ្មាននរណាម្នាក់អាចឈានដល់ចំណុចកំពូលនោះទេពីព្រោះអាកំពូលនេះវាគ្មានទីបញ្ចប់ឡើយលោកបងស៊ូប្រហែលជាឆ្ងល់ហើយមែនទេមិនបានជាខ្ញុំដឹងរឿងទាំងអស់នេះលីយ៉ននិយាយរហូតបកស្រាយនេះបកស្រាយនោះធ្វើខ្លួនឯងដូចជាអ្នកចេះដឹងបដ ாய் មួយសន្ទុះក្រោយគេក៏ងាកមករកវ៉ាងលីននិងសួរថាលោកបងស៊ូតើលោកបងមានអីចង់សួរអត់វ៉ាងលីនយើងឯណេះគេតបទាំងអត់ខ្វល់ថាអញពិតជាតប៉ែមែនវ៉ាងលីនគេអត់និយាយតតែសោះហ្មងគឺលីយ៉ននិយាយម្នាក់ឯងឲ្យគត់យើងក៏ឃើញលីយ៉នគេលឺហើយជ្រឿនចិញ្ចាមនិងឈប់និយាយទៅនៅពេលដែលពួកគេដើរដល់ពាក់កណ្ដាលផ្លូវលីយ៉នដៃរបស់គេក៏បង្កើតសញ្ញាដៃដ៏ស្មុគស្មាញមួយរួចដាក់ទៅលើលំហភ្នំក៏ចាប់ផ្ដើមរង្គោះរង្គើនិងស្រន់ចុះវ៉ាងលីនឃើញហើយគេភ្ញាក់ផ្អើលតែម្ដងស្រាប់តែរំពេចនោះមានសម្លេងនិយាយថាមួយបានចូលក្នុងត្រចៀករបស់វ៉ាងលីនដែលសម្លេងនេះគឺជារបស់កើហុងនាងបាននិយាយថាសិចបងជួយខ្ញុំផងអាម្នាក់នេះវាឈួតហើយគេស្រាប់តែរំពេចនោះសម្លេងលីយ៉នក៏បាននិយាយកាត់ថាកើហុងបើសិនបាននាងចង់និយាយដោយផ្ទាល់មកមិនបាច់ចាំប្រើធម្មពលញៀនទេអីទេកើហុងលឺភ្លាមនាងក៏បញ្ញាមកឈរជិតវ៉ាងលីននិងតបទៅវិញថាយើងដឹងថាឯងជានរណាមើលតែឯងមិនមែនចូលមកក្នុងគ្រួសារយើងដោយចៃដន្យនោះទេការពិតគឺឯងមានបំណងលីយ៉នញញឹមនិងងក់ក្បាលតិចត្រឹមត្រូវទឹកមកកើហុងក៏ប្រែមកស្រែកស្លាំងនិងស្រែកថាហេតុអ្វីបានជាយើងអ្នកដែលយករបស់គ្រូឯងមិនមែនយើងឯណាគឺជាបុព្វបុរសគ្រួសារកើតតាអាការៈលីយ៉នប្រែត្រជាក់មួយរំពេចនិងតបថាពីព្រោះនាងគឺជាកូនចៅដោយផ្ទាល់របស់អាចារ្យនោះនៅក្នុងគ្រួសារកើតទាំងមូលគឺមានតែនាងម្នាក់គត់យើងឃើញកើហុងនាងភ័យខ្លាចមែនទែនហ្មងរួចបញ្ញាប់ដកថង់ទុកអីវ៉ាន់ចេញមកខ្ញុំឲ្យអញគ្រប់យ៉ាងដល់លេខខ្ញុំទៅខ្ញុំសូមអង្វរឲ្យខ្ញុំទៅលីយ៉នបានយកថង់ទុកអីវ៉ាន់នោះគេទះវាបន្តិចរបស់3មុខក៏បានហោះចេញមកទី1គឺជាដាវលោហៈទី2គឺជាត្រីវិស័យធម្មតាមួយនិងចុងក្រោយវាគឺជាគម្ពីរបុរាណមួយលីយ៉នក៏បានយកគម្ពីរបុរាណមកបើកមើលដែលវាគឺជាផ្ទាំងគំនូរនៃភ្នំមួយភ្នំនេះខ្ពស់
ឡើងកប់ពពកតែម្ដងរីឯនៅជើងភ្នំគឺមានដាវមួយកំពុងតែហោះទៅលើភ្នំនេះនិងមានមនុស្សម្នាក់ឈរបែរក្រោយនៅពីលើវាផងដែរហើយយើងមើលទៅគឺវាស្តៀងទៅនឹងលីយួនណាស់សម្រាប់វ៉ាងលីនវិញនៅពេលដែលគេឃើញហើយគេគិតថាគំនូរមួយផ្ទាំងនេះគឺប្រកាសជាមកពីដែនអាណាចក្រឋានសួគ៌នៅមុនពេលត្រូវបានកំទេចហើយបើពិតមែននោះតើអាចទេដែលលីយួនម្នាក់នេះគឺជាអ្នកអមតៈលីយួនឯនេះគេដកដង្ហើមធំរួចយករបស់ទាំង3នោះទុកហើយក៏បន្តដំណើរទៅមុខទៀតតែចំណែកកើហុងនាងបែរជាសម្រុកចុះទៅក្រោមវិញក្នុងល្បឿនយ៉ាងលឿនជាទីបំផុតតែយ៉ាងណាក៏ដោយលីយួនអត់ខ្វល់តតែសោះគេបន្តដើរទៅមុខដោយមិនងាកក្រោយឡើយព្រមទាំងបាននិយាយថាមើលទៅលបងស៊ូដូចជាមានចម្ងល់ច្រើនប៉ុន្តែសូមកុំតន់ស៊ូអីចាំពេលទៅដល់កំពូលភ្នំចាំខ្ញុំប្រាប់នៅពេលដែលពួកគេទៅជិតដល់ពួកគេក៏បានឃើញរូបសំណាកធ្វើពីថ្មដ៏ធំមួយដែលវាជាបរិវ័យកណ្ដាលម្នាក់ជាមួយនឹងដាវហោះមួយលីយួនក៏ស្រាប់តែរំភើបនិងបញ្ញាមកឈរជិតរូបសំណាកនេះត្រឹមមួយប្រព្រឹត្តភ្នែកតែម្ដងរីឯវ៉ាងលីនគេក៏បានមកដល់ដូចគ្នាគេឈរមើលទៅវាយ៉ាងស្ងៀមស្ងាត់មួយស្របក់ក្រោយនៅពេលដែលវ៉ាងលីនសម្លឹងចំផ្នែកមួយនៃដៃស្ដាំភ្លាមវាហាក់ដូចជាមានធម៌ពលអីមួយបានព្យាយាមទាញពន្លឹងរបស់គេចេញមកក្រៅអញ្ចឹងគេឮសំឡេងដាវនៅក្នុងត្រចៀកនិងឃើញអមតៈជនជាច្រើនជាមួយនឹងអាវុធរបស់ពួកគេដែលកំពុងហោះតម្រង់ទៅលើអាកាសតែនៅលើអាកាសគេអត់ឃើញមានសត្រូវណាម្នាក់ទេផ្ទុយទៅវិញអមតៈជនដែលកំពុងតែហោះទៅនឹងបែរជាត្រូវបំផ្ទុះខ្លួនម្ដងមួយទៅវិញហើយភ្លាមនោះក៏មានអមតៈជន2នាក់បានបោលហោះជិះដាវចេញពីគំនរសាកសពតម្រង់ទៅលើអាកាសទៀតគេឃើញម្នាក់គឺដូចទៅនឹងរូបសំណាកនេះបដ យចំណែកម្នាក់ទៀតវិញគឺអត់ដូចលីយួននោះទេវ៉ាងលីនក៏បានលើសំឡេងស្រែកខ្សៅៗថាដរាបណាយើងនៅរស់ព្រលឹងរបស់យើងនឹងមិនស្លាប់ឡើយនៅពេលស្រែកចប់បរិមម្នាក់ដែលឈរនៅដងដាវស្រាប់តែស្លាប់បន្សល់ទុកនៅអ្នកបម្រើម្នាក់ឈរនៅចុងដាវយើងឃើញអាការៈនៃអ្នកបម្រើនោះគឺថាសោកសៅទួញសោកនិងឈឺចាប់ណាស់ចាប់ពីពេលនេះតទៅគឺមានតែដាវនិងរូបគេតែប៉ុណ្ណោះតែយ៉ាងណាគេនៅតែបន្តដើរតាមដានជើងលោកម្ចាស់របស់គេគឺគេបានហោះបន្តឡើងទៅលើអាកាសនៅពេលដែលលោកម្ចាស់ស្លាប់កូនចៅនឹងទៅតាមគឺវាពិតមែនរាងកាយរបស់គេក៏ស្រាប់តែញ័រកន្ត្រាក់និងស្លាប់ភ្លាមៗតែម្ដងធ្វើឲ្យដាវក៏ធ្លាក់ចុះពីលើអាកាសនិងមកជង់នៅលើកំពូលភ្នំនេះត្រឹមតែមួយប្រពេចភ្នែកវាក៏ប្រែទៅជារូបសំណាកថ្មបន្តិចក្រោយមកទៀតមិនថាលោកម្ចាស់ឬក៏អ្នកបម្រើពួកគេក៏ត្រូវបានបង្កើតចេញពីថ្មមកនៅក្បែរនោះដូចគ្នាចិត្តគំនិតរបស់វ៉ាងលីននៅពេលនេះគឺត្រូវបានគ្រប់គ្រងដោយក្បួនត្រានៅដៃខាងស្ដាំនោះរួចគេក៏បានលើកពាក្យមួយប្រយោគទៀតថាក្មេងៗចំនួនក្រោយជាមួយនឹងខ្សែឈាមរបស់យើងដោះក្បួនត្រានេះចេញដើម្បីឲ្យយើងភ្ញាក់ឡើងបើសិនបើឯងមិនមានកម្លាំងគ្រប់គ្រាន់អញ្ចឹងត្រូវរងចាំវិទុកសម្រាប់ក្មេងចំនួនក្រោយទៀតដោយសំណាងល្អអរគុណចំពោះការឈឺចាប់ខ្លាំងពេករបស់វ៉ាងលីនគេក៏បានភ្ញាក់ចេញពីស្បិនមួយនេះគេបានប្រញាប់ថយក្រោយអស់ជាច្រើនជំហាននិងប្រញាប់បណ្ដេញចេញនូវត្រាទាំងអស់នេះចេញពីខ្លួនរបស់គេនៅវិនាទីដែលគេដឹងខ្លួនឡើងវិញគឺគេសក់យកតែមែនតែនហ្មងគេដកដង្ហើមវែងប៉ុន្តែអរគុណនៅបបពិសោធន៍នៃការវឹកហាត់ជាង 1000 ឆ្នាំរបស់គេក៏អាចសន្និដ្ឋានបានព័ត៌មានខ្លះផងដែរក្បួនត្រានៅលើរូបសំណាកនេះគឺជាវិជាអមតៈនិងជាផ្នែកមួយនៃការទទួលស្នងមរតកតែយ៉ាងណាអ្វីដែលវាឲ្យនោះគឺមិនមែនជាកម្លាំងធម៌ពលនោះទេផ្ទុយទៅវិញវាគឺជាត្រាទេសកលដែលបានបន្តពីមួយចំនួនទៅមួយចំនួនប៉ុណ្ណោះលីយ៉នឃើញហើយសួរតើលោកបងមានអារម្មណ៍ទេលោកបងសួរកុំអារម្មណ៍អីស្នាមត្រានេះមិនធ្វើឲ្យលោកបងជាទេសកលទេពីព្រោះវានឹងរលាយទៅវិញដោយសារតែវាបានដាក់ត្រានៅលើអ្នកផ្សេងបាត់ទៅហើយបុព្វបុរសរបស់ខ្ញុំមកទីនេះកាលពីមុននឹងបានបំបីក្បួនត្រាជាមួយប្រទេសសាសពួកគេដើម្បីមកដល់កំពូលភ្នំនេះហើយចាប់ពីពេលនឹងមកពួកគេក៏ខ្លាយទៅជាទេសកលឲ្យអមតៈជននេះទៅបន្ទាប់មកចាប់ពីចំនួនក្រោយៗក៏មានត្រានេះមកជាប់ជាមួយតែម្ដងលីយ៉នបន្តទៀតថារូបសំណាកនេះក៏មិនអាចបំបីវាបានដូចគ្នាយើងក៏បានឃើញដៃរបស់គេបានលើកមកដាក់នៅពីលើរូបសំណាកធ្វើឲ្យវាបែកខ្ទេចទៅជាបំណែកដុំថ្មតូចៗតែយ៉ាងណាវាក៏ត្រឡប់មកគុំឡើងវិញម្ដងទៀតលីយ៉នសួរលោកបងឃើញអត់អាការៈវ៉ាងលីនឡើងសេរីគប់ផ្សំនឹងមុខក្បាលតិចលីយ៉នដកដង្ហើមធំនិងនិយាយមួយទៀតថាការពីយូរលងណាស់មកហើយគ្រួសារលីពួកខ្ញុំគឺល្បីល្បាញក្រាន់បើនៅក្នុងប្រព័ន្ធផ្កាយឋានសួគ៌ជាគ្រួសារមួយក្នុងចំណោមគ្រួសារបុរាណទាំង6ជាគ្រួសារដែលវឹកហាត់តាវនៃក្បួនត្រាហាមឃាត់គ្រប់ចំនួនតែងតែមានសមាជិកបំបែកឡើងកម្រិតពីជំហានទី1មកជំហានទី2តែទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបុព្វបុរសគ្រួសារខ្ញុំបានឈានជើងចូលទីនេះស្រាប់តែគ្មាននរណាម្នាក់អាចបំបែកឡើងកម្រិតទៀតបានតែម្ដងគឺនៅកាំងត្រឹមកម្រិតទី7ដំណាក់កាលចុងក្រោយកំពូលនឹងឯងវាហាក់លីមីតនៅត្រឹមប៉ុណ្ណឹងហ្មងវាប្រៀបដោយសក្តានុពលនៃសមាជិកគ្រួសាររបស់ខ្ញុំត្រូវបានគេស្រូបចេញតាំងពីពេលកាត់មកម្លេះសម្បីតែអាយុជីវិតពួកយើងក៏រលាយទៅបន្តិចម្ដងដែរបើធៀបកម្រិតវឹកហាត់ដូចគ្នាជាមួយនឹងអ្នកដទៃអាយុជីវិតសមាជិកគ្រួសារខ្ញុំគឺមានត្រឹមតែ 30% តែប៉ុណ្ណោះហើយរឿងទាំងអស់នេះគឺដោយសារតែត្រាទេសកលយើងក៏ឃើញអាការៈរបស់លីយ៉នក៏ស្រាប់តែរៀងស្ងេងស្ងាមហាក់កំពុងរើបំរាស់ពីអ្វីមួយអញ្ចឹងវ៉ាងលីនឈរចិត្តនោះគេគិតនៅក្នុងចិត្តយ៉ាងស្ងៀមស្ងាត់មួយសន្ទុះក្រោយយើងឃើញញើសចូលខ្លួនរបស់លីយ៉នតែម្ដងគេនិយាយទៅវ៉ាងលីនទៀតថាលោកបងស៊ូនៅពេលណាដែលខ្ញុំរៀងចូលអារម្មណ៍តិចគឺវាពិតជាពិបាកគ្រប់គ្រងអាត្រាទេសកលនេះណាស់ដោយសារតែវាទៅធ្វើឲ្យគ្រួសារលីខ្ញុំកាន់តែធ្លាក់ដុនដាបរហូតដល់រាប់ពាន់ឆ្នាំមុនពួកយើងក៏មានអ្នកមានទេពកោសល្យម្នាក់សមាជិករបស់គាត់គឺអស្ចារ្យជាងបុព្វបុរសណាស់ទាំងអស់គាត់ខ្លាំងខាងក្បួនត្រាហាមឃាត់បដ ாய்ដែលទោះបីជាគាត់នៅត្រឹមជំហានទី1មែនតែអ្នកជំហានទី2ល្មមអីគឺមិនហ៊ានមកបំពេញគាត់នោះទេហើយដើម្បីបំបីក្បួនត្រានេះគាត់ក៏បានប្រើអាយុជីវិតរបស់គាត់នឹងចាក់ចេញពីប្រព័ន្ធផ្កាយឋានសួគ៌ដើម្បីស្វែងរកអ្នកជំនាញផ្នែកក្បួនត្រាដោយសង្ឃឹមថានឹងអាចរកវិធីសាស្ត្របំបីវាបាននៅក្នុងប្រព័ន្ធផ្កាយសម្ព័ន្ធគាត់បានដោះដូរនៅវិជាក្បួនត្រាហាមឃាត់របស់គាត់ដើម្បីយកគម្ពីរច្បាប់មួយរីឯនៅក្នុងប្រព័ន្ធផ្កាយពពកអាប់គាត់ក៏បានដោះដូរនៅរបស់សន្សំនៃ
គ្រួសារយើងដើម្បីយកត្រីវិស័យមួយបន្តមកទៀតនៅពេលដែលអាយុជីវិតរបស់គាត់ជិតដល់ទីបញ្ចប់គាត់ក៏ត្រឡប់មកប្រព័ន្ធផ្កាយឋានសួគ៌វិញពាក់កណ្ដាលនៃសមាជិកគ្រួសារពួកគេក៏សម្រេចចិត្តបោះបង់ជីវិតនិងយកព្រលឹងរបស់ពួកគេខ្លាញ់ធ្វើជាព្រលឹងអមតៈជនដើម្បីចម្រាញ់នៅដាវលោហៈមួយហើយគាត់ក៏យកដាវលោហៈនេះក្នុងការប្រមូលព្រលឹងដើម្បីមកបញ្ចូលវាជាមួយនឹងត្រីវិស័យជាចុងក្រោយឃុំវាទុកនៅក្នុងគម្ពីរបុរាណរងចាំដែលអាណាចក្រកូឡនឋានសួគ៌បើកទើបគាត់យករបស់ទាំង3នេះចូលមកជាមួយនឹងសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នាតែជាអកុសលពួកយើងក៏លែងមានដំណឹងពីបុព្វបុរសតទៅទៀតហើយតាំងពីពេលនោះមកគ្រួសារលីពួកយើងក៏កាន់តែអន់ថយទៅតែម្ដងសមាជិកស្លាប់ម្ដងមួយរហូតមកដល់បច្ចុប្បន្នដែលនៅសល់តែ3នាក់ប៉ុណ្ណោះបើរួមទាំងខ្ញុំនោះយើងឃើញទៅមុខលីយ៉នបង្ហាញពីភាពឈឺចាប់សោកសៅមែនទែនគេបានបន្ថែមទៀតថាវាអស់បន្លាយរហូតដល់1000ឆ្នាំមុនដែលឪពុករបស់ខ្ញុំបានឃើញនៅដាវលោហៈនោះដោយចៃដន្យនៅក្នុងភពវឹកហាត់ដាច់ឆ្ងាយមួយនិយាយដល់ចំណុចនេះដៃរបស់គេក៏ឈោងបង្កើតទៅជាធម្មពលចរន្តគួចមួយរួចគឺហងដែលប្រឹងរត់នោះក៏បានបង្ហាញខ្លួននៅក្នុងនឹងដែលមិនចាំយូរលីយ៉នក៏ចាប់នាងបោះទៅជិតរូបសំណាកនោះមួយរំពេចដោយគេបន្តថាគឺដាវនោះត្រូវបានគ្រប់គ្រងដោយគ្រួសារកើក៏ខ្សែភ្នែកគេនៅពេលនេះគឺពោពេញទៅដោយភាពស្អប់និងកាយសាហាវបំផុតលីយ៉ននិយាយប្រសិនបើកាលពីមុននៅពេលដែលគ្រួសារលីនៅខ្លាំងកំទេចគ្រួសារកើនេះគឺស្រួលជាបកចេញអញ្ចឹងតែយ៉ាងណាក៏ដោយឥឡូវនេះគ្រួសារពួកយើងនៅគាំងត្រឹមកម្រិតទី7ដំណាក់កាលចុងក្រោយកំពូលនិងទោះបីជាមានការជួយពីក្បួនត្រាហាមឃាត់ក៏ពួកយើងមិនអាចផ្ដួលគ្រួសារកើដែរទើប4ទៅ5ឆ្នាំក្រោយមកខ្ញុំក៏បានបន្លំខ្លួននឹងចូលទៅក្នុងគ្រួសារនេះឬក៏ដឹងរឿងគ្រប់យ៉ាងសូម្បីតែពួកគេក៏ដឹងពីអត្តសញ្ញាណរបស់ខ្ញុំយូរមកហើយដែរតែពួកគេមិននិយាយអ្វីទាំងអស់ហើយថែមទាំងបញ្ជូនខ្ញុំមកដែរណាចាប់កូឡនឋានសួគ៌ជាមួយកើហុងនិងកំណត់ត្រទាំង3នេះទៀតទោះបីជាពួកគេមិននិយាយអ្វីតែខ្ញុំអាចទេដឹងនៃរឿងកាត់ហេតុកាលនោះបានយើងក៏ឃើញលីយ៉នគេសម្លក់ទៅកើហុងនិងនិយាយមួយទៀតថាថ្ងៃនេះខ្ញុំមកបំពេញក្តីបំណងឲ្យបុព្វបុរសរបស់ខ្ញុំប៉ុន្តែមុននឹងធ្វើវាយើងត្រូវការឈាមរបស់នាងដើម្បីបន្ធូរអារម្មណ៍ចំពោះភាពឈឺចាប់ដែលបុព្វបុរសរបស់យើងរងទុក្ខអស់រាប់ម៉ឺនឆ្នាំជាមុនសិននៅពេលដែលនិយាយចប់ដៃរបស់គេក៏ឈប់មកចាប់ក្បួយកើហុងចំណែកកើហុងគឺនាងចង់និយាយណាស់តែចុងក្រោយនាងបានតែបិទមាត់តែប៉ុណ្ណោះរីឯវ៉ាងលីនឯនេះនៅពេលដែលគេឃើញហើយគេជ្រួលចិញ្ចាមនិងនិយាយថាអ្នកគុណនិយមលីបញ្ហារវាងគ្រួសារលីរបស់លោកនិងគ្រួសារកើមិនមានអ្វីតាក់ទងនឹងខ្ញុំទេមិនបានចំណងខ្ញុំមកទីនេះទៅវិញលីយ៉នក៏បានងាកមកមើលវ៉ាងលីននិងតបថាខ្ញុំបានឃើញការវាយគ្នារវាងលោកបងស៊ូនិងអ្នកកម្រិតទី8តាមរយៈក្បួនត្រារបស់ខ្ញុំរួចហើយវិជាមួយរបស់លោកបងគឺមានប្រយោជន៍សម្រាប់ខ្ញុំលោកបងស៊ូក៏បារម្ភពេកអីខ្ញុំនឹងមិនឲ្យលោកបងជួយដោយទទេឡើយបន្ទាប់ពីបញ្ហានេះត្រូវបានបញ្ចប់ហើយខ្ញុំនឹងបង្ក្រប់នៅក្បួនត្រាហាមឃាត់ការគាសទាំង18ក៏ដូចជាក្បួនត្រាបំផ្លាញនឹងគ្រួសាររបស់ខ្ញុំមួយទៀតដើម្បីជាការតបស្នងផងដែរនិយាយចប់គេក៏បានច្បាច់ក្បាលកើហុងឲ្យបែកខ្ទេចធ្វើឲ្យឈាមខ្ទាតមកលើរូបសំណាកថ្មរួចព្រលឹងដើមរបស់នាងក៏ត្រូវបានស្រូបដោយរូបសំណាកថ្មនេះយើងឃើញអាការៈទឹកមុខរបស់លីយ៉នគឺរៀងផន់ច្រឡំបន្តិចរួចគេនិយាយថាបុព្វបុរសសមាជិករបស់គ្រួសារលោកលីយ៉ននឹងបញ្ចប់នៅអ្វីដែលលោកបានចាប់ផ្ដើមវ៉ាងលីនគេឈរមើលយ៉ាងស្ងៀមស្ងាត់ព្រោះវាអត់មានអីពាក់ព័ន្ធជាមួយនឹងគេមែនវ៉ាងលីនគេគិតនៅក្នុងចិត្តថាល្បីអាប៉ែលីយ៉នម្នាក់នេះពិតជាជ្រៅណាស់តែយ៉ាងណាយើងមិនអាចជឿជាក់បាននោះទេថាអ្វីគ្រប់យ៉ាងដែលគេនិយាយសុទ្ធតែជាពាក្យពិតនោះពីព្រោះគេឃើញកែវភ្នែករបស់កើហុងមុនពេលនាងស្លាប់គឺចម្លែកណាស់ហើយអ្វីបានជានាងមិនងាកទៅមើលរូបសំណាកថ្មនៅពីក្រៅក្នុងនាងយើងក៏បានឃើញលីយ៉នគេដកដង្ហើមធំនិងនិយាយទៅវ៉ាងលីនថាលោកបងស៊ូវិជាក្បួនត្រាហាមឃាត់របស់ខ្ញុំគឺមិនអាចប្រៀបធៀបជាមួយនឹងបុព្វបុរសបានឡើយអ្វីដែលខ្ញុំត្រូវការពីលោកបងស៊ូគឺអាវិជាដែលអនុញ្ញាតឲ្យអ្នកកម្រិតទី8នោះស្កប់នៅក្នុងមួយឆាជីវិតរបស់ខ្ញុំត្រូវតែឃើញវាលើកទី1តែម្ដងមើលទៅវាខ្លាំងណាស់អាចធ្វើឲ្យអ្វីគ្រប់យ៉ាងជបានបែបនេះជាមួយនឹងការជួយពីលោកបងខ្ញុំជឿជាក់នឹងអាចបំបីរូបសំណាកថ្មនេះនិងយកសេរីភាពឲ្យបុព្វបុរសខ្ញុំមកវិញតតែបានវ៉ាងលីនអត់ទាន់តបអីទាំងអស់គឺគេកំពុងតែគិតគេចំណាំថារូបរាងអមតៈជនដែលគេឃើញនោះគឺស្តៀងទៅនឹងកើហុងចំណែកលីយ៉នឯនេះគឺគេនៅតែបញ្ចុះបញ្ចូលវ៉ាងលីនលោកបងស៊ូកម្លាំងវឹកហាត់របស់ខ្ញុំគឺមិនអាចប្រៀបជាមួយនឹងលោកបងបានឡើយអូខេអញ្ចឹងចេះតែចោះដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្ញុំនឹងឲ្យវិជាក្បួនត្រាហាមឃាត់ការគាសទាំង18មុនចោះហើយបន្ទាប់ពីអត្រានេះបំបីហើយខ្ញុំនឹងឲ្យក្បួនត្រាហាមឃាត់បំផ្លាញទៅលោកបងមួយទៀតទឹកមកវ៉ាងលីនស្មាធម្មតាតែគេងក់ក្បាលលីយ៉នក៏បញ្ញាប់ដល់បន្ទះគុជដើម្បីចម្លងព័ត៌មានបោះឲ្យទៅគេវ៉ាងលីនទទួលយកវាទុកទៅក្នុងថង់ផ្ទុកអីវ៉ាន់រួចតបថាយើងអាចជួយបានតែទោះជាគេនិយាយបែបនេះក្តីគឺគេនៅតែប្រុងប្រយ័ត្នខ្ពស់ដដែលពីព្រោះគេមានអារម្មណ៍ថាមានអីខុសប្លែករួចគេក៏លួចសើចនៅក្នុងចិត្តផងដែរថាយើងក៏ចង់ដឹងដែរថាឯងមានគម្រោងចង់ធ្វើអីទៅយើងក៏ឃើញអាការៈលីយ៉នប្រែមករំភើបតែម្ដងដោយមិនចាំយូរគេក៏បានដកដាវលោហៈចេញមករួចយកដៃឆ្វេងឈោដាវនោះឲ្យចេញឈាមនិងនិយាយងើតិចតិចដែលមិនឲ្យវ៉ាងលីនដឹងថាគេនិយាយអ្វីឡើយរហូតតតែមាននៅចំហាយធម្មពលចង់អាឃាតចេញមកបន្តមកដាវនេះក៏បានបញ្ចេញនៅអណ្ដាតភ្លើងពណ៌ក្រហមនៅក្នុងភ្លើងគឺវាមានមុខមនុស្សជាច្រើននិងមាននៅត្រានៅតាមចន្លោះចិញ្ចើមរបស់ពួកគេផងដែររីឯលីយ៉នក៏បានខំចង់អណ្ដាតបន្តិចរួចព្រោះឈាមទៅក្នុងអណ្ដាតភ្លើងនោះទៀតធ្វើឲ្យសម្លេងស្រែកធ្ងន់ធ្ងរទួញសោកសាយខ្ទោខ្ទានៅទូទាំងភ្នំនេះបដ ாய் បន្តមកទៀតលីយ៉នក៏បានបោះត្រីវិស័យចូលទៅក្នុងភ្លើងបន្តធ្វើឲ្យរលាយបណ្ដាលឲ្យអណ្ដាតភ្លើងបាញ់ទៅលើអាកាសយ៉ាងសន្ធោសន្ធៅហើយតទៅទៀតគឺដាវលោហៈវាក៏បានរលាយដូចគ្នាចំហាយអណ្ដាតភ្លើងនោះក៏បានបាញ់ទៅលើរតែខ្លាំងតម្រង់ទៅរករូបសំណាកថ្មមួយសន្ទុះក្រោយយើងក៏ឃើញរូបសំណាកថ្មមានស្នាមប្រេះបែកលីយ៉នគេដកដង្ហើមវែងរួចបោះដបគុជថ្មមួយដែលនៅក្នុងនោះវាគឺជាពន្លឺសរសៃធម្មពលពណ៌សវាបានហោះចូលទៅតាមចន្លោះស្នាមប្រេះហើយបន្តមកទៀតដែលជារបស់ចុងក្រោយវាគឺជាគម្ពីរផ្ទាំងគំនូរបុរាណធ្វើ
ធ្វើឲ្យរូបសំណាកនោះរង្គោះរង្គើហាក់ដូចជាវាកំពុងតែដឹងខ្លួនចឹងលីយ៉ុនក៏បញ្ញាប់ស្រែកលោកបងស៊ូឆាប់ប្រើវិជារបស់លោកបងមកដើម្បីឲ្យខ្ញុំអាចឃុំអំណាចបលឹងរបស់អមតៈជននៅក្នុងរូបសំណាកថ្មនេះវ៉ាងលីនលើហើយគេសើចចំអកមិនត្រឹមតែគេមិនប្រើវិជានោះទេគេថែមទាំងដកថយទៀតនៅពេលនេះវ៉ាងលីនគេសឹងតែដឹងពីហេតុកម្មនិងផលកម្មនៅពីក្រោយបញ្ហានេះបាត់ទៅហើយទង្វើរបស់វ៉ាងលីនក៏បានធ្វើឲ្យលីយ៉ុនបញ្ញាប់ងាកមកទាំងអាការៈកំណាយតែម្ដងអ្នកក៏និយមស៊ូប្រសិនបើលោកបងមិនធ្វើឥឡូវនេះទេអញ្ចឹងតាពេលណាវិញតែយ៉ាងណាវ៉ាងលីនគេកាន់តែដកថយបណ្ដាលឲ្យលីយ៉ុនបញ្ចេញនូវធម៌ពលរបស់គេយ៉ាងខ្លាំងក្លាតែម្ដងត្រឹមមួយប្រព្រឹត្តភ្នែកគឺក៏បានមកដល់ទីតាំងរបស់វ៉ាងលីនមកគេស្រែកថាអ្នកក៏និយមស៊ូមិនបានរត់វ៉ាងលីនតបរឿងរបស់អ្នកក៏និយមលីពិតជាសោះស្អាតមែនប៉ុន្តែយើងខ្លាចតែគោលបំណងរបស់ឯងហ្នឹងគឺមិនមែនមកបំបីត្រាគ្រួសារលីននោះទេផ្ទុយទៅវិញគឺឯងមកសង្គ្រោះរូបសំណាកអមតៈជននេះឲ្យរស់ឡើងវិញនិយាយចប់គេក៏បានបញ្ជាឲ្យយ៉ងចេញមកដាល់កំដាប់ដៃទៅរកលីយ៉ុនភ្លាមលីយ៉ុនឃើញហើយគេសើចចំអកវិញដៃរបស់គេក៏ចាប់ផ្ដើមបង្កើតសញ្ញាត្រារួចក៏វាបន្តិចដើម្បីបញ្ចេញនូវខ្សែបន្ទាត់ពណ៌ខ្មៅមួយរួចវាបានបំលែងទៅជាត្រីកោណនិងរំពាត់រាងកាយអាយ៉ងរបស់វ៉ាងលីនចិត្តឆឹងតែម្ដងលីយ៉ុនគេសើចទាំងអំនួតថាត្រឹមតែជាអាយ៉ងកម្រិតទាបសោះហ៊ានមកធ្វើរកគ្រាន់បាល់នៅពីមុខយើងផងវ៉ាងលីនឯណែឃើញហើយគឺគេនៅតែធម្មតានឹងនិយាយមួយថាឯងពិតជានិយាយកុហកមែនមនុស្សលីយ៉ុនតបយើងអត់ចង់វាប្រហារឯងទេឥឡូវនេះឆាប់ត្រឡប់ទៅជាមួយយើងតាមសម្រួលហើយប្រើវិជាស្កប់របស់ឯងដែលរៀនពីដែនអាណាចក្រភ្លៀងឋានសួគ៌នោះទៅតែបញ្ហានេះចាប់កំភៃរបស់ឯងគឺមិនអន់ឡើយវ៉ាងលីនសើចនឹងក្វីក្បាលឯងហ៊ានទាំងសម្លាប់កូនចៅរបស់លោកម្ចាស់ឯងផងតើឲ្យយើងជួយឯងមិនកាត់និយាយចប់វ៉ាងលីនក៏បញ្ញាប់ហោះគេខ្លួនទៀតលីយ៉ុនគេក៏បានបញ្ញាប់តាមនិងស្រែកថាមើលតែយើងហាក់ដូចជាមើលស្រាលឯងតែយ៉ាងណាឯងមិនអាចរត់ចេញពីយើងបាននោះទេយើងក៏ឃើញក្បួនត្រាហាមឃាត់បានហោះចេញពីចន្លោះថ្ងាសរបស់គេពពកនៅលើអាកាសក៏ចាប់ផ្ដើមហែកចេញពីគ្នាធ្វើឲ្យលំហនៅទីនោះមានចលនាហើយវ៉ាងលីនក៏ស្រាប់តែបង្ហាញខ្លួនបន្ទាប់ពីបង្ខំឲ្យបង្ហាញខ្លួនវ៉ាងលីនគេនៅតែមិនបង្ហាញពីភាពភ័យខ្លាចឬក៏ជ្រួលច្របល់អីដែរវាហាក់ដូចជាគេនឹងមានគម្រោងរៀបចំទុកអស់ហើយលីយ៉ុនឯនេះមើលទៅវ៉ាងលីនហាក់រៀងសង្ស័យពីព្រោះមើលទៅគេនៅតែជឿជាក់មិនខ្លាចគេតតែសោះដែលមិនចាំយូរគេក៏បានបញ្ចេញនៅវិជាក្បួនត្រាហាមឃាត់ទាំងគេសើទាំង18និងស្រែកនិយាយទៅវ៉ាងលីននេះគឺជាវិជាក្បួនដែលឯងចង់បានមើលច្បាស់ទៅយើងក៏បានឃើញរូបសំណាកអមតៈជនទាំង18បានមកហុំព័ទ្ធវ៉ាងលីនតែវ៉ាងលីនគេនៅតែនិយាយទាំងរំភើយថាសម្រាប់លោកម្ចាស់ខ្លួនឯងមនុស្សបែបនេះពិតជាគ្មានគេខ្មាស់និងមនសិការមែនលីយ៉ុននៅពេលដែលឯងបូជាឈាមនៃកូនចៅរបស់លោកម្ចាស់របស់ឯងតែឯងមានអារម្មណ៍ថាពិបាកចិត្តខ្លះទេតែឯងហ៊ានងាកទៅមើលស្នាមត្រានៅលើដៃស្ដាំរបស់លោកម្ចាស់របស់ឯងទេទឹកមុខលីយ៉ុនក៏ប្រែមុខកញ្ញើកុំចង់ជាយើងមកបំបាក់ជំនឿរបស់យើងអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺដើម្បីតែសង្គ្រោះលោកម្ចាស់របស់យើងមកវិញវាមិនមែនជាអ្វីដែលកូនក្មេងដូចជាឯងនឹងយល់ទេនៅពេលដែលលឺហើយវ៉ាងលីនគេកាន់តែប្រកាសដែលការពិតគឺហុងទៅវិញទេដែលជាកូនចៅនៃអមតៈជននៅក្នុងចំណាក់ថ្មនោះកាលពីដើមឡើយបុព្វបុរសរបស់លីយ៉ុនគឺមកទីនេះជាមួយនឹងបុព្វបុរសគ្រួសារកើតែមិនដឹងមានរឿងអីនោះទេបុព្វបុរសរបស់លីយ៉ុនក៏ស្លាប់ធ្វើឲ្យកំណត់ទ្រព្យទាំងនោះក៏ត្រូវបានយកមកដោយបុព្វបុរសគ្រួសារកើតែទោះជាយ៉ាងណាវ៉ាងលីននៅតែសពេចសពើរឿងមួយដែលគេបាននិយាយថាឯងមិនទាំងចាំថាឯងជានរណាគេប៉ុណ្ណឹងព្រោះឯងមិនមែនជាលីយ៉ុននោះទេនិយាយបណ្ដាគេដកភ្នំឋានសួគ៌ដើម្បីដកបលឹងមកទប់ទល់នឹងក្បួនត្រារបស់លីយ៉ុនបណ្ដាវ៉ាងលីនបន្តទៀតលីយ៉ុនគឺគេជាកូនចៅនៃគ្រួសារលីគេចំណាយពេលក្នុងមួយជីវិតដើម្បីព្យាយាមរំដោះគ្រួសាររបស់គេចេញពីត្រាទេសកលតែឯងវិញបែរជាធ្វើផ្ទុយពីគេឯងមិនត្រឹមតែមិនព្យាយាមរំដោះវាចេញទេតែឯងបែរជាយកបលឹងដែលពួកគេបានបូជានោះដើម្បីតែសង្គ្រោះលោកម្ចាស់របស់ឯងទៅវិញហើយកូនសោឬក៏ចំណុចសំខាន់នៃរឿងទាំងអស់គឺជាឈាមនៃកូនចៅនឹងឯងយកឈាមនេះដើម្បីដាស់បលឹងដែលឃុំនៅក្នុងនោះតែឯងជានរណាឲ្យប្រកាសនៃរបស់លីយ៉ុនក៏កាន់តែត្រជាក់យើងក៏ឃើញគេបង្កើតសញ្ញាដៃម្ដងទៀតធ្វើឲ្យរូបសំណាកអមតៈជនទាំង18នោះបង្វិលយ៉ាងខ្លាំងជុំវិញវ៉ាងលីនចំណែកវ៉ាងលីននៅចំណុចកណ្ដាលនោះវិញគេក៏បានបញ្ចេញនៅវិជាក្បួនត្រាហាមឃាត់ចំនួន18ដែរគ្រាន់តែមាន6នៅរៀងព្រាលរួចវាក៏បានហោះទៅប៉ះនឹងក្បួនត្រារបស់លីយ៉ុនធ្វើឲ្យវាកាំងស្គប់មួយរំពេចតែយ៉ាងណាវាក៏មិនបញ្ចប់ត្រឹមនឹងដែរវ៉ាងលីនក៏បានបញ្ញាប់ដកចេញនៅដើរឋានសួគ៌ពុះទៅក្រោមមកទំហឹងមនុស្សចាស់បណ្ដាលឲ្យក្បួនត្រាចំនួន3របស់លីយ៉ុនរលាយបាត់ភ្លាមរួចគេក៏បានដើរចេញមកដល់និយាយថាឯងគឺជាបលឹងរបស់អ្នកបម្រើនៃអមតៈជនម្នាក់នោះដរាបណាតែត្រាទេសកលនឹងត្រូវបានដាក់មកលើគ្រួសារលីពួកគេនឹងខ្លាចជាទេសកលរបស់អមតៈជននោះហើយពួកគេក៏នឹងស្ដាប់បញ្ជារបស់ឯងមិនត្រឹមតែឯងនោះទេដែលមិនមែនជាលីយ៉ុនសូម្បីតែបុព្វបុរសគ្រួសារលីកាពីកំឡុងពេលរាប់ម៉ឺនឆ្នាំមុនក៏មិនមែនជាខ្លួនគាត់ផ្ទាល់ដែរការពិតគឺជាឯងដែលរួមបញ្ចូលជាមួយនឹងត្រាទេសកលនិងចាប់ជាតិចូលទៅក្នុងគ្រួសារលីវ៉ាងលីនបន្តទៀតថាដូច្នេះហើយបានជារាប់ម៉ឺនឆ្នាំមុននៅពេលដែលឯងចាប់ជាតិលើកទី1គឺឯងអាចបញ្ចុះបញ្ចូលឲ្យគ្រួសារកើធ្វើតាមហើយថ្ងៃនេះនៅពេលដែលឯងចាប់ជាតិជាលើកទី2ក៏ឯងនៅតែអាចធ្វើឲ្យគ្រួសារកើស្ដាប់តាមដដែលទៀតដោយសារតែឯងមានជំនឿថានឹងអាចសង្គ្រោះលោកម្ចាស់របស់ឯងឲ្យរស់ឡើងវិញបានទោះបីជាត្រូវបូជាគ្រួសារកើទាំងអស់ក៏ដោយឯងអាចបោកអ្នកផ្សេងបានតែមិនអាចបោកយើងបាននោះទេរីឯលីយ៉ុននៅពេលនេះគឺគេកំពុងតែឈប់គិតនៅពាក្យសម្ដីរបស់វ៉ាងលីនមួយសន្ទុះក្រោយយើងក៏បានឃើញអាការៈគេរៀងខុសប្លែកមើលទៅបែបកំពុងតែទប់ទល់នឹងអ្វីមួយដែលប្រឆាំងទៅនឹងខ្លួនរបស់គេអញ្ចឹងវ៉ាងលីនឃើញបែបនេះក៏បានបញ្ញាប់ដកបលឹងចេញពីភ្នំខុបទៅរករូបសំណាកថ្មនោះបន្តមកទៀតគេបានដកចេញនៅរំពាត់កម្មផលមកវត្តទៅលើលីយ៉ុនដែលកំពុងតែរើបំរាស់មកទំហឹងបដ យធ្វើឲ្យរាងកាយរបស់គេញ័រកន្ត្រាក់និងបញ្ញាប់ដកថយបានលេងស្រែកសម្បីតែសាច់ស្រស់ដែលឯងកំពុងតែសង្ងំលាក់ខ្លួននេះក៏វាអត់ទទួលស្គាល់ឯងដែរពីព្រោះព្រលឹងរបស់ឯងមិនមែនជាគ្រួសារលីននោះទេដែលមិនមកអស់យូរឡើយវ៉ាងលីនក៏បានប្រើវិជាស្កប់ពីគេទៀតដោយស្កប់ផងវ៉ាងលីនវត្តរំពាត់មកផ
ផងធ្វើអាការៈមិនសំណុកសុខស្រួលរបស់គេកាន់តែខ្លាំងឡើងស្រាប់តែរំពេចនោះគេបែរជាប្រែមកជាអាការៈធម្មតាវិញហ្មងរួចបញ្ញាប់ហោះតម្រង់ទៅរករូបសំណាកថ្មឲ្យបានមុនដុំធម្មពលព្រលឹងដែលវ៉ាងលីនចោលទៅហើយគេក៏បានទៅវាជាប់នឹងនិយាយទៅវ៉ាងលីនថាយើងមិនខុសនោះទេយើងនឹងអនុញ្ញាតឲ្យព្រលឹងរបស់លោកម្ចាស់យើងមានសេរីភាពនឹងទៅចាប់ជាសាជាថ្មីនិយាយចប់គេក៏បានយកចេញនៅធម្មពលខ្សែពណ៌ខ្មៅមួយចេញពីប្រឡោះចិញ្ចើមគឺវាដូចទៅនឹងរបស់អ្វីដែលគេបានយកមកឃុំអាយ៉ងរបស់វ៉ាងលីនពីមុនដំបូងចឹងនៅពេលនេះគេប្រើវាទៅលើវ៉ាងលីនម្ដងវ៉ាងលីនឃើញហើយគឺនៅតែធម្មតាអាម្នាក់នេះគឺពិតជាដូចអ្វីដែលគេគិតទុកមែនវ៉ាងលីនបន្ថែមទៀតថាទោះបីជាយើងមិនដឹងថាមូលហេតុអីដែលឯងបរាជ័យកំឡុងពេលការចាប់ជាតិឬលើកទី1នោះតែនៅពេលនេះក៏ឯងអត់ជឿជាក់ថាឯងជោគជ័យដែរបើមិនអញ្ចឹងទេមិនបានជាឯងចាប់អារម្មណ៍យើងទាំងពាក់កណ្ដាលផ្លូវអញ្ចឹងនោះហើយអ្វីដែលឯងចាប់អារម្មណ៍គឺមិនមែនវិជាស្កបទេតែវាគឺជារំពាត់កម្មផលនេះលីយ៉ុនតបឯងពិតជាឆ្លាតណាស់ត្រឹមត្រូវគឺយើងត្រូវការវាពីព្រោះវាផ្ទុកនៅដែនធម្មពលនៃការស្លាប់រស់និងកម្មផលកាលពីមុនយើងជឿជាក់តែ 70% ទេតែបើយើងមានវានោះយើងជឿជាក់ 90% យើងក៏បានឃើញខ្សែពណ៌ខ្មៅនោះវាបានហោះមកហុំព័ទ្ធវ៉ាងលីនក៏បញ្ញាប់ដកថយនិងនិយាយតបថាបើជ្រុលជាឯងបរាជ័យជាលើកទី1ទៅហើយអាលើកទី2នេះក៏ដូចគ្នាមូលហេតុនោះគឺដោយសារតែលោកម្ចាស់របស់ឯងមិនយល់ព្រមបាត់មាត់លីយ៉ុនគេខឹងបដ អ្នកណាមិនខឹងបើវ៉ាងលីនមើលឃើញធ្លុះខ្ទេចអស់លីងហ្នឹងរួចគេក៏បានបញ្ចេញនូវខ្សែពណ៌ខ្មៅនោះបន្ថែមទៀតចំណែកវ៉ាងលីនវិញគេសោយនឹងបានបញ្ចេញនូវជញ្ជាំងឬគំនូរភ្នំនៅទន្លេមកពាំងការពារដែលគេយកបានពីគ្រីតហើយគេបន្ថែមថារាប់ម៉ឺនឆ្នាំមុនក៏ឯងមកទីនេះជាមួយនឹងកំណត់ទ្រព្យដដែលក៏ដូចជាសមាជិកគ្រួសារកើម្នាក់ដែរហើយមូលហេតុដែលឯងបរាជ័យនោះគឺដោយសារតែលោកម្ចាស់របស់ឯងមិនយល់ព្រមចំពោះវិធីសាស្ត្រដ៏សាហាវព្រៃផ្សៃរបស់ឯងនឹងឯងដើម្បីដាស់ព្រលឹងរបស់គាត់នៅក្នុងនាមជាអ្នកបម្រើតែឯងគិតថាត្រូវអត់រាងកាយលីយ៉ុនក៏ស្រាប់តែមកបកាច់បកិនសាជាថ្មីឆ្លៀតពេលនេះវ៉ាងលីនក៏វត្តរំពាត់កម្មផលទៅលីយ៉ុនទៀតធ្វើឲ្យគេត្រូវបានបង្ខំទៅមើលរូបសំណាកវ៉ាងលីនក៏និយាយបន្ថែមថាមើលទៅរូបសំណាករបស់លោកម្ចាស់ឯងតើមានអ្វីនៅពីក្រោមភ្នែករបស់គាត់ឯងឃើញតែភ្នែករបស់គាត់អត់លីយ៉ុនឃើញហើយគេនិយាយតិចខ្ញុំខុសមែនចំណែកវ៉ាងលីនវិញចំពោះរឿងនេះគឺគេដឹងរឿងយូរណាស់ដែរគ្រាន់តែគេចង់បញ្ជាក់គេដឹងថាការពិតគ្រួសារកើគឺជាកូនចៅនៃអមតៈជនម្នាក់នេះដែលត្រូវជាគ្រូអាប្រឡឹងអ្នកបម្រើនៅក្នុងខ្លួនរបស់លីយ៉ុននឹងឯងសម្រាប់គ្រួសារលីប្រហែលជាពួកគេមិនដឹងអីមែនរឿងទាំងអស់គឺដោយសារតែបុព្វបុរសគេម្នាក់គត់ដែលក្លាហានចូលមកទីនេះនឹងបានទទួលត្រាទេសកលធ្វើឲ្យគ្រួសារទាំងមូលដណ្ដើមចឹងទៅការបរាជ័យតាំងពីលើដំបូងនៅក្នុងការសង្គ្រោះរូបសំណាកអមតៈជននេះមិនមែនដោយសារតែអ្នកបម្រើវត្ថុកំណត់ទ្រព្យឬក៏គ្រួសារកើនោះទេវាគឺដោយសារតែអមតៈជនខ្លួនគេផ្ទាល់មិនចង់បានការសង្គ្រោះបែបនេះតើអ្នកណាពេញចិត្តនឹងយកជីវិតកូនចៅរបស់គេមកដោះដូរជីវិតរបស់ខ្លួនតែមួយនោះវ៉ាងលីនឯនេះក៏គេសង្កេតឃើញមានរឿងមួយទៀតដែរនោះគឺនៅក្នុងរាងកាយរបស់លីយ៉ុនគឺមានព្រលឹងពីរផ្នែកមួយផ្នែកគឺលីយ៉ុនពិតប្រាកដនិងមួយទៀតគឺជាបំណែកព្រលឹងនៅក្នុងត្រាទេសកលបន្ទាប់ពីដឹងអំពីរឿងទាំងអស់នេះហើយវ៉ាងលីនគឺគេនៅតែសង្ងំឈរនៅក្នុងផ្ទាំងគំនូរភ្នំនិងទន្លេដដែលគេមានអារម្មណ៍ថាលីយ៉ុនម្នាក់នេះពិតជាគួរអាណិតណាស់លីយ៉ុនលុតជង្គង់សម្លឹងមើលរូបសំណាកថ្មលោកម្ចាស់តែខ្ញុំពិតជាខុសមែនទេយើងក៏បានឃើញស្នាមប្រេះនៅលើរូបសំណាកនេះកាន់តែច្រើនឡើងលីយ៉ុនបន្តហេតុអ្វីបានជាលោកម្ចាស់មិនព្រមភ្ញាក់ខ្ញុំគ្រាន់តែមិនចង់ឲ្យនៅលើដងខ្លួនរបស់ដាវទៅទេអញ្ចឹងទេលោកម្ចាស់តែងតែឈរនៅលើខ្លួនវារីឯខ្ញុំឈរនៅចុងដាវរបស់វាដើម្បីជួយគ្នាប្រយុទ្ធទប់ទល់នឹងសត្រូវយើងឃើញគេនិយាយតិចទាំងទឹកភ្នែកហូរពុះពេញដោយភាពឈឺចាប់បំផុតវ៉ាងលីនឃើញបានត្រឹមតែដកដង្ហើមធំនិងបានចាក់ចេញពីផ្ទាំងគំនូរភ្នំនិងទន្លេក៏ដូចជាយករំពាត់កម្មផលទុកស្រាប់តែរំពេចនោះអាពន្លឺក្រហមដែលជ្រាបចេញតាមប្រឡោះស្នាមប្រេះនៃរូបសំណាកថ្មក៏ត្រូវបានស្រូបចូលទៅក្នុងកម្ពីបុរាណឬក៏ផ្ទាំងគំនូរអស់រលីងតែម្ដងហើយការនេះគឺបានធ្វើឲ្យលីយ៉ុនប្រែមករំភើបយកបដ ாய் លោកម្ចាស់រួចមកអាពន្លឺពណ៌ក្រហមនឹងក៏ប្រែទៅជាអណ្ដាតភ្លើងដុតផ្ទាំងគំនូរចាប់ពីកែមដេញមកដល់ចំណុចកណ្ដាលបណ្ដាលឲ្យរូបភាពអមតៈជនឈរនៅលើដាវក្នុងរូបគំនូរហាក់មានព្រលឹងចឹងជាលទ្ធផលផ្ទាំងគំនូរទាំងមូលក៏ត្រូវបានដុតខ្ទេចអស់រលីងទៅជាផេះហើយហោះប៉ាំងទៅតាមខ្យល់បាត់ទៅបន្សល់ទុកនៅផ្សែងពណ៌បៃតងដែលមិនហោះប៉ាំងទៅណាឡើយវាបែរជាបង្កើតជាទម្រង់របស់មនុស្សកំពុងតែឈរនៅពីលើដាវចំណែកនៅចុងដាវវ៉ាងលីនឃើញហាក់មិនសូវច្បាស់គេឃើញតែផ្សែងពណ៌បៃតងហើយភ្លាមនោះមនុស្សដែលឈរនៅពីលើដាវក៏ស្រាប់តែបកដៃហៅតិចមករកលីយ៉ុនដែលកំពុងតែលុតជង្គង់នៅលើដីនេះចំពោះលីយ៉ុនរាងកាយគេក៏ញ័រកន្ត្រាក់ផ្លែតហ្មងត្រាទេសកលនៅលើថ្ងាសរបស់គេក៏បង្ហាញខ្លួនយើងឃើញអាបំណែកព្រលឹងនៅក្នុងត្រានេះវាបានហោះចេញពីក្នុងខ្លួនរបស់លីយ៉ុនឡើងទៅលើមកឈរនៅចុងដាវតែម្ដងជាចុងក្រោយផ្សែងពណ៌បៃតងដែលបង្កើតទៅជារូបភាពនឹងក៏បានហោះទៅលើអាកាសនិងរលាយបាត់ដែលមិនបន្សល់នៅស្លាកស្នាមអ្វីទាំងអស់វ៉ាងលីនឈរមើលទាំងភាពសពេចសពិលពីព្រោះរូបភាពនេះគឺដូចនៅពេលដែលគេសម័យឃើញដំបូងខុសតែប្រយោគនិយាយខុសគ្នាទេដែលឥឡូវគេបែរជានិយាយថាយើងស្លាប់ព្រលឹងរបស់យើងនឹងរលាយចំណែករូបសំណាកថ្មក៏ត្រូវបានបំបែកខ្ទេចទៅជាដុំថ្មតិចដូចគ្នាមួយសន្ទុះក្រោយយើងក៏បានលើសំឡេងខ្សៅមួយចេញពីលីយ៉ុនដោយគេបាននិយាយថាតើទីនេះជាកន្លែងណានៅពេលនេះនៅក្នុងខ្លួនរបស់លីយ៉ុនគឺលែងមានព្រលឹងរបស់អាអ្នកបម្រើនោះទៀតដែរលីយ៉ុនគេបានភ្ញាក់ឡើងនិងសម្លឹងមករកវ៉ាងលីនហើយដល់ចំណុចត្រឹមហ្នឹងខ្ញុំសូមកាត់តែម្ដងទៅដោយយើងតមកដល់សកម្មភាពផ្សងព្រេងរបស់ពួកគេបន្តវិញដែលនៅតំបន់មួយពោពេញទៅដោយសំណង់បាក់បែកលីយ៉ុនអង្គុយចុះយកដៃទៅចាប់កាន់បំណែកដីរួចនិយាយថាប្រាដាស៊ូមើលទីនេះគឺគេប្រើច្បាប់ទី4នៃវិជាក្បួនត្រាអមតៈទាំង8អ្វីដែលវាផ្ដោតខ្លាំងនោះគឺវាធ្វើឲ្យធម្មពលវិញ្ញាណនៅជុំវិញនេះមានភាពច្បោកច្បល់ដើម្បីជៀសផុតពីការប្រើធម្មពលដែលញៀនទេពបើខ្ញុំចាំមិនខុសទេនៅពេលណាដែលក្បួនត្រានេះត្រូវបានបំបែកនោះរោងនៃអមតៈជននឹងបង្ហាញខ្លួនវ៉ាងលីននៅក្បែរនោះលើហើយងក់ក្បាលប្រាដាលីចង់មានន័យថាក្បួនត្រានៅទីនេះជាចម្បងគឺបង្កើតដោយដីនេះឬ
ហើយបំណែកទីតាំងដែលពួកគេកំពុងតែនៅនេះគឺវាមិនធំណាស់ណាទេហើយគ្មានអ្នកណានៅជុំវិញពួកគេតតែសោះនិយាយទៅគឺដាច់សង្វាយតែម្ដងលីយ៉នញញឹមនឹងនិយាយថាខ្ញុំពិតជាសរសើរចំពោះការយល់ដឹងអំពីក្បួនត្រាហាមឃាត់របស់ Brother Su ណានៅក្នុងរយៈពេល1ខែមកនេះឲ្យតែខ្ញុំនិយាយអី Brother Su តែងតែរកកន្លឹះរបស់វាបានរហូតនិយាយចប់គេក៏បានយកដីមួយក្តាប់ទុកនៅក្នុងថង់ទុកឲ្យបាននឹងបន្តថា Brother Su គួរតែយកដីនេះទុកខ្លះទៅនៅពេលដែលយើងចាក់ចេញពីដែនអាណាចក្រនេះដីនោះអាចនឹងផ្លាស់ប្ដូរប្រសិនបើវាពិតមែនអញ្ចឹងនៅពេលដែលពួកយើងត្រឡប់ទៅគ្រួសារលីវិញវានឹងក្លាយទៅជា material ដ៏ល្អសម្រាប់បង្កើតត្រីវិស័យក្បួនត្រាជាមិនខានបាងលីនលឺហើយគេញញឹមនឹងអង្គុយចុះចាប់យកដីនោះទុកអរគុណច្រើន Brother Lee យើងឃើញលីយ៉នគេតទៅវិញដោយចិត្តស្មោះតែម្ដងថាវាគួរតែជាខ្ញុំនោះទេដែលអរគុណទៅលោកបងប្រសិនបើមិនបានលោកបងទេខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយនឹងនៅមិនទាន់និយាយអំពីការជួយខ្ញុំឲ្យមានសេរីភាពចេញពីតាទីសកលនោះផងក៏ប៉ុន្តែលីយ៉នគេចំណាយពេលខ្ទង់មួយខែឯណោះតម្រាំតែគេមានសភាពធម្មតាវិញនៅពេលដែលគេដឹងរឿងរ៉ាវទាំងអស់ហើយគឺគេពិតជាដឹងគុណចំពោះវ៉ាងលីនណាស់ទើបធ្វើឲ្យគេចេះតែចង់ចែករំលែកចំណេះដឹងដែលតាក់ទងទៅនឹងក្បួនត្រាហាមឃាត់ទៅវ៉ាងលីនដែលមិនស្ទាក់ស្ទើរឡើយលីយ៉នបានបន្តទៀតថានៅពេលណាដែលពួកយើងត្រឡប់ទៅវិញខ្ញុំនឹងនាំ Brother Su ទៅប្រាសាទទទួលស្នងមរតកបុព្វបុរសពួកយើងដើម្បីបង្រៀនលោកបងនៅក្បួនត្រាហាមឃាត់បំផ្លាញទុកជាការសងគុណទៅចោះវ៉ាងលីនលឺហើយគេថយក្រោយប្រមាណជំហានរួចលើកដៃអោនគោរពជាការអរគុណនៅមួយសន្ទុះក្រោយមកលីយ៉នក៏បានបំបីក្បួនត្រាហាមឃាត់មួយដែលនៅពីក្រោយក្បួនត្រាហាមឃាត់នេះវាគឺជាភ្នំឋានសួគ៌និងប្រាសាទដ៏ស្រស់ស្អាតមួយលីយ៉នឃើញហើយគេនិយាយវាពិតដូចជានឹងអ្វីដែលខ្ញុំបានរំពឹងទុកមែនវ៉ាងលីនឃើញហើយគេក៏បាននិយាយតបថាវាជាក្បួនត្រារបស់ Brother Lee ពិតជាអស្ចារ្យណាស់មួយខែមកនេះ Brother Lee អាចមើលដឹងធ្លុះបដ ாய் លីយ៉នតបវិជាទាំង4នៃក្បួនត្រាហាមឃាត់បុរាណនឹងមានវិជាដ៏អស្ចារ្យមួយនៅពេលណាដែលវឹកហាត់ដល់ចំណុចកម្ពស់របស់វាមិនខ្វល់ថាឯងជាអមតៈជនជាបិសាចឬក៏សត្វដេរឆានអីនោះទេក្បួននេះគឺអាចឃុំគ្រងវាបានទាំងអស់ហើយក្បួនត្រាផ្កាអង្គាសទាំង18គឺមានប្រភពចេញពីក្បួនត្រាហាមឃាត់បំផ្លាញនឹងឯងតែទោះជាយ៉ាងណាវាក៏បានសាយភីមកដល់ពិភពខាងក្រៅវ៉ាងលីនក៏សួរជាមួយកម្លាំងដ៏ខ្លាំងក្លានៃក្បួនត្រាបំផ្លាញមើលទៅមានមនុស្សច្រើនណាស់នៅក្នុងប្រព័ន្ធផ្កាយឋានសួគ៌ដែលព្យាយាមស្វែងរកវាលីយ៉នគីងមុខក្បាលតិចៗរួចតបខ្ញុំអត់ចង់កុហក Brother Su ទេនៅកំឡុងពេលដែលគ្រួសារលេខរងគ្រោះក្រោមឥទ្ធិពលត្រាទេសកលក្បួនត្រាបំផ្លាញនេះត្រូវបានបង្រៀនទៅអ្នកខាងក្រៅចំនួន7ដងផងដែរប៉ុន្តែក្បួនដែលពួកគេរៀននោះគឺនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេបើចង់បានពេញលេញពួកគេត្រូវតែមានបេះដូងនៃក្បួនត្រាហាមឃាត់ជាមុនសិនហើយសម្រាប់បេះដូងនៃក្បួនត្រាហាមឃាត់នេះគឺវាមានសម្រាប់តែមេគ្រួសារតែប៉ុណ្ណោះដែលអាចទទួលស្នងមរតកបានតែកុំបារម្ភលោកបងខ្ញុំនឹងទៅប្រាសាទបុព្វបុរសនឹងឲ្យលោកបងនៅពាក់កណ្ដាលនៃបេះដូងក្បួនត្រានេះជាអចិន្ត្រៃយ៍តែម្ដងវ៉ាងលីនស្ងាត់មួយសន្ទុះឬក៏លើកដៃអរគុណម្ដងទៀតលីយ៉នឃើញហើយក៏បានបញ្ញាប់កបៀសដៃកុំឲ្យគួរសមដល់ថ្នាក់នឹងពេកអីគេហាមមកចង់និយាយតែក៏ស្រាប់តែងាកទៅមើលប្រាសាទនៅលើភ្នំមួយរំពេច Brother Su មើលទៅទីនោះពួកគេបានឃើញដើមឈើនៅពីក្រោយប្រាសាទរឿងចម្លែកគេឃើញផ្នែកខាងឆ្វេងរបស់វាមានចលនាខណៈដែលផ្នែកខាងស្ដាំអត់រង្គើតតែសោះវ៉ាងលីនគេញញឹមមើលទៅសំណាងពួកយើងល្អគ្រាន់បើលីយ៉នវិញគេសោចនឹងបានបញ្ញាប់ហោះទៅភ្នំនោះវ៉ាងលីនក៏តាមពីក្រោយតែយ៉ាងណាមួយសន្ទុះក្រោយវ៉ាងលីនក៏គេចាប់បាននៅចំហាយមិនសូវស្រួលចេញពីផ្នែកដើមឈើដែលអត់រង្គើនោះយើងឃើញនៅក្រោមដើមឈើគឺមានក្រុមឆ្អឹងមនុស្សចំនួន2ហើយម្នាក់កំពុងតែពាក់អាវក្រោះគ្រាន់តែវ៉ាងលីនឃើញអាវក្រោះនោះភ្លាមគឺភ្នែករបស់គេបើកឡើងធំៗបង្ហាញពីការមិនគួរឲ្យជឿនេះគឺជាស្បែកនៃព្រះបុរាណលីយ៉នខ្សឹប Brother Su ស្គាល់របស់នេះមែនវ៉ាងលីនក៏ក្រវីក្បាលនឹងតបខ្ញុំអត់ស្គាល់ទេប៉ុន្តែវាស្តៀងទៅនឹងរបស់ដែលមិត្តភក្តិខ្ញុំមានរួចលីយ៉នក៏លេងសួរទៀតទៅហើយពួកគេក៏បានបន្តបំបីក្បួនត្រានៅនឹងទៀតដោយប្រើនៅក្បួនត្រាផ្កាអង្គាសទាំង18ជាចុងក្រោយដើមឈើក៏រលាយក្រុងឆ្អឹងក៏រលាយបន្ទាប់ពីរលាយអស់គឺវាបន្សល់ទុកនៅក្បួនឆ្លងដែនមួយទៅវិញលីយ៉ននិយាយនេះគឺជាច្បាប់ទី3នៃក្បួនត្រាឋានសួគ៌ទាំង8គោលបំណងរបស់វាគឺចង់បំផាន់ភ្នែកវ៉ាងលីនបន្ថែមការពិតអាក្រុងឆ្អឹងមុននោះគឺដើម្បីតាក់ទាញមនុស្សឲ្យមករួចសម្លាប់ចោលតែម្ដងលីយ៉នគេពិនិត្យមួយសន្ទុះហើយភ្នែករបស់គេក៏ចាប់ផ្ដើមត្រជាក់នឹងតបថានេះគឺជាក្បួនត្រាពិឃាតជាមួយនឹងគំនិតដ៏ជ្រៅជ្រះរបស់ពួកគេទាំងពីរក៏តែមួយផ្លែកគឺគេរកហេតុផលឃើញមកម្នាក់មួយម៉ាត់ចេញចម្លើយបដ ாய் ស្រាប់តែរំពេចនោះក្បួនឆ្លងដែនក៏ចាប់ផ្ដើមរង្គោះរង្គើថាមពលគួចបង្វិលជាច្រើនក៏បង្ហាញខ្លួននៅកែមនៃក្បួនឆ្លងដែននេះដែលបញ្ជាក់ថាវាជិតខ្ទេចហើយយើងក៏បានឃើញនៅរូបភាពព្រាលចេញតាមថាមពលគួចបង្វិលនោះផងដែរដែលមើលទៅវាគឺជាគំនរបាក់បែកនៃសំណង់បុរាណលីយ៉នឃើញហើយគេសើចទៅរកវ៉ាងលីនហេតុអ្វីបានជាពួកយើងមិនចូលទៅដើម្បីឆែកមើលវ៉ាងលីនហាមាត់បំរុងនឹងតទៅវិញហើយក៏ស្រាប់តែមានថាមពលដែលញៀនទេពដ៏ខ្លាំងក្លាបាញ់សាច់មកទៅមុខលីយ៉នផ្លាស់ប្ដូរភ្លាមបដ ாய் ពីព្រោះនៅពេលដែលគេបានប៉ះជាមួយវាគេមានអារម្មណ៍ថាពិបាកដកដង្ហើមហាក់ដូចជាមានភ្នំមួយសង្កត់ពីលើគេអញ្ចឹងបណ្ដាលឲ្យគេក្អួតឈាមហ្មងចំណែកអាថាមពលញៀនទេពនោះហោះផុតទៅហើយនឹងវាក៏ស្រាប់តែត្រឡប់មកវិញហើយឈប់នៅកន្លែងវ៉ាងលីននឹងតែម្ដងបើសម្រាប់វ៉ាងលីនឯនេះអាការៈគេគឺរៀងភ្ញាក់ផ្អើលជាងលីយ៉នទៅទៀតពីព្រោះគេមានអារម្មណ៍ថាផាកប្រហែលតែយ៉ាងណាគេគ្មានពេលគិតច្រើននោះទេវ៉ាងលីនក៏បានបញ្ញាប់ហោះមករកក្បួនឆ្លងដែនចំណែកលីយ៉នក៏ហោះតាមពីក្រោយរីឯអាថាមពលញៀនទេពនេះគឺវាកាន់តែខ្លាំងឡើងរួចយើងក៏បានឃើញសរសៃផ្សែងពណ៌ក្រហមចេញមកដោយបំលែងជាទម្រង់ខ្មោចពួកវាបានសាច់ធ្ងោឡើងក៏លួចហោះមករកវ៉ាងលីនដោយមិនចាំយូរវ៉ាងលីនក៏បានចាប់ទាញលីយ៉នបង្កើនល្បឿនហោះទៅមុខទៀតទុកឲ្យលីយ៉នជាអ្នកប្រើក្បួនត្រាមកទប់ទល់បណ្ដាលតែនៅខណៈពេលនឹងដូចគ្នាយើងក៏បានឮសំឡេងសើចចំអកមួយចេញពីថាមពលញៀនទេពនេះលំហលិតប្រមូលផ្ដុំគ្រាន់តែស្រែកចប់លំហដែលនៅជុំវិញនឹងវាហាក់ប្រែមកគាំងនឹងថ្កល់តែម្ដងចំណែកវ៉ាងលីនឯនេះគឺគេសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងទៅដល់ក្បួនឆ្លងដែនហ្នឹងឯងតែក៏ត្រូវបានគាំងស្ញែងហើយលីយ៉នក៏ដូចគ្នាយើងក៏ឃើញទឹកមុខវ៉ាងលីនប្រែមកស្លេកស្លាំងនឹងញើសចូលថ្ងាសគេបដ ாய் គេមិនអាចសំបីតែដកចេញនៅអាវុធវេទមន្តមកដោយគេបានត្រឹមតែឃើញពលឺពណ៌ក្រហមចាំងពីទីឆ្ងាយកំពុងហោះតម្រង់មកទីតាំងរបស់ពួកគេរួចសមោរាងកាយពណ៌ក្រហមក៏ចាប់ផ្ដើមប្រមូលផ្ដុំនៅក្នុងពលឺពណ៌ក្រហមនោះហើយចំហាយភាពស្អប់ក៏បានសាយភាចេញមកដូចគ្នាបាននិយាយ
យាយពីចំហាយពីខេតវិញគឺខ្លាំងលើសលប់បដោយដែលយើងមិនអាចសម័យបានតែម្ដងហើយអ្នកទាំងអស់គ្នាទីទៅមើលថាជាពីណាគេហើយសាច់រឿងក្នុងភាគទី150នេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងសិនអរគុណបើខ្វះខាតអីចាំយើងបន្តទៅភាគទី151我们的雷霆之神。